ជំរាបសួរបងៗទាំងអស់គ្នានេះគឺជាបាយទ្រាបពណ៌ជោគដែលកូនស្រីនាងខ្ញុំគាត់កំងហើយនាងខ្ញុំគាត់ធ្វើសម្រាប់ថ្ងៃ Thanksgiving ផងដែរចាហើយចំពោះការដាំបាយដំណើបពណ៌ជោគនេះផងដែរគឺនាងខ្ញុំប្រើទឹកស្ងោរមើមយេនគឺស្ងោរមើមយេនឲ្យចេញទឹកពណ៌ជោគបន្ទាប់មកយកទឹកពណ៌ជោគនេះទៅដាំបាយដំណើបដោយបន្តក់ food coloring ពណ៌ក្រហមថែម2ដំណក់ចាហើយចំពោះគ្រឿងផ្សំវិញគឺនាងខ្ញុំប្រើអង្ករដំណើប3កាខ្ទិះដូងប្រអប់2កាហើយនិងស្ករស1កានិងអំបិលបន្តិចបន្តួចបន្ទាប់ពីដាំបាយដំណើបឆ្អិនហើយគឺនាងខ្ញុំដួសដាក់ចានទុកឲ្យត្រជាក់វែកដើម្បីឲ្យឆាប់ត្រជាក់ចាបន្ទាប់មកគឺនាងខ្ញុំឲ្យចុងភៅតូចគាត់ជួយកូរខ្ទិះដូងជាមួយនឹងស្ករសជាមួយនឹងអំបិលបន្តិចបន្តួចដោយអត់បើកភ្លើងអត់ទាន់បើកភ្លើងទេគឺឲ្យគាត់កូរឲ្យរលាយស្ករបន្តិចទៅបើកភ្លើងចាបន្ទាប់ពីបើកភ្លើងហើយនាងខ្ញុំកូរស្ករសឲ្យរលាយបន្ទាប់មកចាំខ្ទិះដូងរាងពុះបន្តិចទៅដាក់បាយដំណើបដែលត្រជាក់ហើយចូលកូរចាយើងកូរដូចដែលយើងធ្វើបាយទ្រាបធម្មតាបាយទ្រាបនៅខ្មែរដែរយើងកូរឲ្យរាងដាច់ទឹកបន្តិចប្រហែលជា15ទៅ20នាទីទៅនាងខ្ញុំដួសបាយទ្រាបដែលកូរស្អិតហើយនេះដាក់នៅក្នុងថាសមួយដើម្បីសង្កត់ចេញជារាងសំប៉ែតចាបាយទ្រាបនេះគឺកូរដាច់ទឹកហើយនាងខ្ញុំពិពាតទៅក្នុងថាសមួយឲ្យសំប៉ែតហើយទុកឲ្យត្រជាក់បន្ទាប់មកកាត់ដុំរួចនាងខ្ញុំយកដូងស្ងួតសរសៃយកមករោយពីលើចាយ៉ាងណាដែរបងបាយទ្រាបពណ៌ផ្កាឈូកបូកជាមួយនឹងដូងសរសៃពណ៌សគឺសោភ័ណភាពគឺស៊ីគ្នាមែនទែនហើយជារសវិញគឺដូចនឹងបាយទ្រាបនៅស្រុកខ្មែរដែរចាសសូមអរគុណបងសម្រាប់ការតាមដានទស្សនាបើបងចាប់អារម្មណ៍កុំភ្លេចធ្វើសារនិងជួយចែករំលែកវីដេអូនេះបន្តផងណាជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា